មស្រីផាចបង្ហោះសារយ៉ាងមានអត្ថន័យក្រោយបញ្ចប់ពិធីភ្ជាប់ពាក្យយ៉ាងរលូនបន្ទាប់ពីបានសម្រេចបំណងប្រាថ្នានៅក្នុងពិធីភ្ជាប់ពាក្យដ៏មានសិរីសួស្តីកាលពីថ្ងៃទី29ខែមីនាឆ្នាំ2026កន្លងទៅថ្មីនេះកូនក្រមុំរូបស្រស់ឆោមស្រីផាចបានបង្ហោះសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនៅលើបណ្ដាញសង្គមជូនចំពោះភ្ញៀវកិត្តិយសនិងបងប្អូនសាច់ញាតិទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមជាសាក្សីក្នុងថ្ងៃពិសេសរបស់នាងនិងអនាគតស្វាមីគឺលោកអឹមលុនថ្ងៃសិរីសួស្តីតារាស្រីដ៏មានប្រជាប្រិយភាពគឺកញ្ញាឆោមស្រីផាចបានបង្ហាញនូវស្នាមញញឹមយ៉ាងមានសេចក្តីសុខក្នុងពិធីភ្ជាប់ពាក្យជាផ្លូវការខណៈមហាជនបានចូលរួមជូនពរឲ្យស្រឡាញ់គ្នាដល់ចាស់កោងខ្នងគឺជាថ្ងៃដែលពិសេសបំផុតសម្រាប់តារាស្រីរូបស្រស់កញ្ញាឆោមស្រីផាចនាព្រឹកថ្ងៃទី29ខែមីនាឆ្នាំ2026កញ្ញាបានរៀបចំពិធីភ្ជាប់ពាក្យជាមួយនឹងគូដណ្ដឹងយ៉ាងអធិកអធមតាមទំនៀមទម្លាប់ប្រពៃណីខ្មែរនៅក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរដ៏ប្រណិតកញ្ញាឆោមស្រីផាចមើលទៅពិតជាស្រស់ស្អាតនិងមានមន្តស្នេហ៍ខ្លាំងណាស់អមដោយស្នាមញញឹមនិងស្រស់ស្រាយក្នុងនាមជាម្ចាស់សម័យខ្លួននៅក្នុងថ្ងៃតែមួយនោះដែរអ្វីដែលបងប្អូនមានការភ្ញាក់ផ្អើលនោះមិនត្រឹមតែដឹកដៃគ្នាភ្ជាប់ពាក្យសាងស្នេហ៍ជារៀងរហូតនោះទេតែអ្នកទាំងពីរបានធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់នៅមហាកម្មវិធីចំនួន3នៅក្នុងពេលតែមួយទី1គឺមហាជោគជ័យទី1ពិធីភ្ជាប់ពាក្យដ៏មានន័យសន្យាថារស់នៅក្បែរគ្នាជានិរន្តរ៍មហាជោគជ័យទី2ពិធីឡើងភូមិគ្រឹះថ្មីដែលជាជម្រកស្នេហ៍ដ៏កក់ក្ដៅមហាជោគជ័យទី3សម្ពោធហាងកាហ្វេថ្មីមុខរបរថ្មីកាន់តែរីកចម្រើនតាមរយៈរូបភាពដែលបានចែកចាយគេឃើញថាគូដណ្ដឹងរបស់កញ្ញាពិតជាមានរូបរាងស្រស់សង្ហានិងមើលទៅពិតជាស័ក្តិសមគ្នាខ្លាំងណាស់ធ្វើឲ្យអ្នកគាំទ្រឃើញហើយរំភើបចិត្តជំនួសផងដែរភ្លាមក្រោយការបង្ហោះរូបភាពភ្ជាប់ពាក្យអ្នកលេងបណ្ដាញសង្គមរាប់ម៉ឺននាក់បានចូលរួមបញ្ចេញមតិអបអរសាទរនិងជូនពរអ្នកទាំងពីរមានសុភមង្គលស្រឡាញ់គ្នាស្មោះស្ម័គ្រនិងឈានដល់ថ្ងៃមង្គលការនាពេលឆាប់ខាងមុខនេះជាមួយនឹងការចូលរួមរបស់ភ្ញៀវកិត្តិយសនិងបងប្អូនសាច់ញាតិទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមជាសាក្សីនៅក្នុងថ្ងៃពិសេសរបស់នាងកញ្ញាឆោមស្រីផាចក៏បានបង្ហោះសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដោយនៅក្នុងអត្ថន័យសារនោះកញ្ញាបានលើកឡើងយ៉ាងដូចនេះថានាងខ្ញុំស្រីផាចសូមគោរពអរគុណដល់ភ្ញៀវកិត្តិយសទាំងអស់គ្នាដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីរបស់នាងខ្ញុំគ្មានអ្វីក្រៅពីលើកម្រាមដៃ10ជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អសុខភាពល្អរកទទួលទានមានបានប្រាថ្នាអ្វីសម្រេចដោយសេចក្តីប្រាថ្នានាងក៏បានបន្ថែមនៅការខន្តីអភ័យទោសផងដែរប្រសិនបើនៅក្នុងកំឡុងពេលនៃកម្មវិធីមានការខ្វះខាតឬកំហុសឆ្គងដោយអចេតនាណាមួយកើតឡើងតាមរយៈរូបភាពដែលបានបង្ហោះគេឃើញថាម្ចាស់សម័យខ្លួនពិតជាមានស្នាមញញឹមស្រស់ស្រាយនិងក្រងនៅឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងសមសួនបំផុតមហាជននិងអ្នកគាំទ្រជាច្រើនបានចូលរួមត្រេកអរនិងជូនពរដល់គូដណ្ដឹងទាំងពីរឲ្យមានសុភមង្គលនិងស្រឡាញ់គ្នាជារៀងរហូតដល់ថ្ងៃចូលរោងការនាពេលខាងមុខ